ហើយបើសិនជាយើងមើលនៅលើផ្នែកកតុយរបស់ប៊ិចរបស់យើងវិញគឺយើងឃើញមានកន្លែងប៊ូតុងនេះដែលយើងអាចចុចបានអញ្ចឹងប៊ូតុងហ្នឹងគឺជា preset app នៅពេលដែលយើងចុចប៊ូតុងហ្នឹងទៅគឺវានឹងបើកនៅ app ដែលយើងបានដាក់អញ្ចឹងសម្រាប់ការដាក់នៅលើ app ហ្នឹងគឺយើងអាចផ្លាស់ប្ដូរបានដូចគ្នាយើងអាចដាក់ app អីក៏បានដែរដាក់ Note ក៏បាន GoPen ក៏បានដាក់ Messenger ក៏បានអីក៏បានដែរអញ្ចឹងនៅពេលដែលយើងចុចចូលទៅគឺវានឹងចូលទៅ app ហ្នឹងដែលយើងបាន set ហ្នឹងអញ្ចឹងដើម្បីដាក់ app ហ្នឹងគឺយើងអាចចូលទៅកាន់ setting ហើយ scroll ចុះយកទៅខាងក្រោមបន្ទាប់មកចុចពី accessibility យកពាក្យថា stylus អូសចុះខាងក្រោមមកបន្ទាប់មកយកកន្លែងពាក្យថា quick button អញ្ចឹងនៅខាងក្រោមហ្នឹងគឺជា app ដែលគ្នាយើងអាចដាក់បានចូលមកអញ្ចឹងចាំដាក់ app ណាយើងដាក់ app ហ្នឹងមកឧទាហរណ៍ថាខ្ញុំដាក់ Canva ខ្ញុំដាក់ Canva អញ្ចឹងនៅពេលដែលដាក់ Canva រួចរាល់ហើយនេះយើងអាចតេស្តថាវាដើរអត់អញ្ចឹងចុចនៅលើប៊ូតុងហ្នឹងមកអញ្ចឹងវាចូលទៅ Canva ឲ្យ